ព្រឹកថ្ងៃទី27ខែកក្កដាឆ្នាំ2026លោកស្រីប៊ុនសុភីអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងរួមដំណើរដោយសមាជិកសមាជិកាសាខាមណ្ឌលក្រុមប្រតិបត្តិសាខាគណៈកម្មាធិការអនុសាខាបានអញ្ជើញចុះសួរសុខទុក្ខដល់គ្រួសារចាស់ជរាគ្មានទីពឹងនិងគ្រួសារទីតក្រដែលមានសមាជិកមានពិការភាពចំនួន2នាក់សរុប6គ្រួសាររស់នៅភូមិឯលិចឃុំជ្រនោកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងក្នុងនោះផងដែរលោកស្រីអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងក៏បានពំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមសុនសវណ្ណរិទ្ធប្រធានគណៈកម្មាធិការសាខានិងជាពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះដោយមិនទុកនរណាម្នាក់ចោលឡើយអំណោយទទួលបានក្នុងមួយគ្រួសារៈអង្ករ25គីឡូត្រីខ1យួរទឹកស៊ីអ៊ីវ1យួរទឹកត្រី1យួរមីជាតិ1កេសឃីត1កញ្ចប់មុងភួយប្រមាសារុងនិងថវិកាមួយចំនួន